ជាដំបូងយើងខ្ញុំទាំងអស់គ្នាសូមការលំអរកាយថ្វាយបង្គំដល់ព្រះថេរៈនុថេរៈគ្រប់ព្រះអង្គនិងសូមគោរពជំរាបសួរដល់ប្រិយមិត្តទស្សនិកជនទាំងអស់ដែលកំពុងតាមដាននិងស្ដាប់នៅវីដេអូមួយនេះយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយពីប៉ុនពេកដែលបាននាំយកលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីសំណង់ស្ថាបត្យកម្មដ៏ចំណាស់មួយមកចែករំលែកជូនអ្នកទាំងអស់គ្នាក្នុងគោលបំណងសិក្សាស្រាវជ្រាវនិងស្វែងយល់បន្ថែមគម្រោងដែលយើងខ្ញុំសូមលើកយកមកបង្ហាញនៅពេលនេះគឺជាការសិក្សាទៅលើសំណង់រោងទូកដ៏ចំណាស់មួយដែលស្ថិតនៅក្នុងវត្តពោធិព្រឹក្សដូច្នេះសូមប្រិយមិត្តទាំងអស់គ្នារួមដំណើរជាមួយពួកយើងក្នុងការស្វែងយល់អំពីសំណង់ដ៏មានតម្លៃមួយនេះដូចតទៅដំណើរឆ្ពោះទៅកាន់ទីតាំងសិក្សារបស់ពួកយើងគឺចាប់ផ្ដើមពីវត្តភ្នំដោយបន្តតាមបណ្ដោយវិថីបារាំងរហូតទៅដល់រង្វង់មូលគូចំណងរួចយើងឆ្លងកាត់តាមស្ពានជ្រោយចង្វាឆ្ពោះទៅកាន់រង្វង់មូលព្រំបាយ័នពីទីនោះទៅយើងធ្វើដំណើរស្របតាមផ្លូវជាតិលេខ6ចម្ងាយប្រមាណជាង6គីឡូម៉ែត្រយើងនឹងឆ្លងកាត់ស្លាកសិកម្មព្រែកលៀបហើយយើងបន្តដំណើរប្រមាណ170ម៉ែត្រទៀតនៅខាងស្ដាំដៃយើងនឹងទៅដល់វត្តពោធិព្រឹក្សដែលជាទីតាំងសិក្សារបស់ពួកយើងរោងទូកមួយនេះគឺស្ថិតនៅក្នុងបរិវេណវត្តពោធិព្រឹក្សដែលពីដើមឡើយមានឈ្មោះហៅថាវត្តខ្ទរមានទីតាំងស្ថិតនៅក្នុងភូមិខ្មែរសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញសំណង់ត្រូវបានសាងសង់ឡើងនៅក្នុងពុទ្ធសករាជ2472គឺនៅក្នុងសម័យដែលសង្គមខ្មែរកំពុងស្ថិតក្រោមរបបអាណានិគមនិយមបារាំងការកសាងរោងទូកគឺផ្ដួចផ្ដើមនិងដឹកនាំដោយព្រះចៅអធិការពីរព្រះអង្គដោយដំបូងឡើយគឺព្រះចៅអធិការប៉ាសាយប៉ុន្តែជាអកុសលលោកក៏បានសគត់នៅក្នុងសម័យសង្គមរាស្ត្រនិយមហើយបេសកកម្មនៃការកសាងក៏បានបន្តរហូតដល់ព្រះចៅអធិការបន្ទាប់គឺព្រះចៅអធិការទឹកមុំពីប្រវត្តិដើមសំណង់មិនត្រូវបានសាងសង់ឡើងដើម្បីប្រើប្រាស់ជារោងទូកនោះទេប៉ុន្តែជាគោលបំណងសាងសង់ជាសាលាឆាន់សម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទប្រើប្រាស់ក្នុងពិធីសាសនានិងពិធីបុណ្យផ្សេងៗព្រមទាំងជាទីកន្លែងសម្រាប់ជួបជុំរបស់សហគមន៍និងសកម្មភាពសង្គមនានានៅក្នុងសម័យសង្គមរាស្ត្រនិយមសំណង់នេះក៏នៅតែបន្តបំពេញមុខងារជាសាលាឆាន់ដដែលប៉ុន្តែនៅក្នុងសម័យដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជាបានឈានចូលមកដល់គឺនៅក្នុងរបបខ្មែរក្រហមដែលមានរយៈពេល3ឆ្នាំ8ខែនិង20ថ្ងៃសាលាឆាន់ត្រូវបានបំផ្លាញមុខងារទាំងស្រុងទៅជាជំរំស្រូវសម្រាប់រក្សាទុកស្បៀងអាហារទៅវិញបន្ទាប់ពីប្រទេសកម្ពុជាបានរួចផុតពីរបបបល្ល័ង្កពូជសាសន៍នេះសំណង់ក៏មិនអាចបន្តប្រើប្រាស់ជាសាលាឆាន់បានទៀតឡើយដោយសារតែវាមានសភាពទ្រុឌទ្រោមនិងខូចខាតជាច្រើនកន្លែងហេតុនេះហើយទើបវាត្រូវបានកែប្រែមុខងារទៅប្រើប្រាស់ជារោងទូកនិងបន្តប្រើប្រាស់នៅក្នុងទូនាទីនេះរហូតមកដល់ពេលសព្វថ្ងៃបើយើងក្រឡេកទៅមើលសំណង់ស្ថាបត្យកម្មនៃរោងទូកដ៏ចំណាស់មួយនេះវិញយើងឃើញថាគឺមានការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបារាំងនិងស្ថាបត្យកម្មបុរាណខ្មែរពោលព្រោះតែនៅសម័យនោះគឺប្រទេសកម្ពុជាយើងរងឥទ្ធិពលពីប្រទេសលោកខាងលិចយើងសង្កេតឃើញរូបរាងនៃអគារផ្នែកខាងមុខគឺមានជាដំបូលទេរ៉ាសបែបបារាំងដោយលាបបន្តគ្នាយ៉ាងរលូនជាមួយនឹងដំបូលខ្មែរផ្នែកខាងក្រោយបង្កើតបានទៅជាសោភ័ណភាពជារួមមួយយ៉ាងស្រស់ស្អាតនិងសមសួនសំណង់មានទំហំបណ្ដោយ21ម៉ែត្រនិងទទឹងប្រមាណ10ម៉ែត្រហើយបែរមុខទៅទិសខាងកើតគឺបែរទៅខាងទន្លេនិងមានព័ទ្ធជុំវិញទៅដោយបង្កាន់ដៃដោយមិនមានបាំងព័ទ្ធជញ្ជាំងឡើយគឺដើម្បីទទួលបានខ្យល់ធម្មជាតិពីទន្លេនិងធ្វើឲ្យសំណង់អាចទទួលបានពន្លឺគ្រប់គ្រាន់អគារត្រូវបានរចនាឲ្យមានច្រកចេញចូលទាំង4ទិសការរៀបចំបែបនេះគឺធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលនិងបត់បែនបានល្អសមស្របទៅនឹងការប្រើប្រាស់នៅក្នុងអតីតកាលដែលជាសាលាឆាន់ព្រោះវាមានតម្រូវការចរាចរណ៍ខ្ពស់និងមនុស្សមមាញឹកច្រើនចំពោះផ្នែកខាងក្នុងវិញគឺលំហត្រូវបានបែងចែកយ៉ាងមានរបៀបរៀបរយជាវែងផ្សេងៗទៅតាមចន្លោះនៃសសរហើយនៅតាមក្បាលសសរនីមួយៗគឺសុទ្ធតែមានបំពាក់ទៅដោយក្បាច់យ៉ាងល្អវិចិត្រគួរជាទីគយគន់
តទៅនេះជាការបង្ហាញអំពីក្បាច់នៅតាមក្បាលសសរនីមួយៗជាបន្ទាប់យើងនឹងបង្ហាញអំពីផ្នែកដំបូលដោយរោងទូកមានដំបូលចំនួន3ថ្នាក់គុំឡើងនៅក្រុមគុំឈើ4ជាន់មានផ្ទងផ្លានបង្កង់និងដៃរណែកហើយប្រក់ទៅដោយក្បឿងសកាលេខលក្ខណៈពិសេសរបស់សំណង់ស្ថាបត្យកម្មមួយនេះគឺនៅត្រង់ដំបូលថ្នាក់ទី3យើងសង្កេតឃើញមានលក្ខណៈកោងនៅផ្នែកគោលផ្ទងនិងនៅត្រង់ផ្នែកចុងផ្ទងដែលធ្វើឲ្យសំណង់នេះមើលទៅមានរាងស្រស់ស្អាតសមសួនខុសប្លែកពីសំណង់ដទៃទៀតផ្ទងទាំងពីរជួបគ្នានៅលើជើងគោកដែលឈរនៅលើរថទទឹងហើយនៅចុងដំបូលគេបណ្ដុះឈើចេញពីក្បាលសសរសម្រាប់ទ្រចុងដំបូលក៏ដូចជាពុតបង្កង់ឲ្យកោងផងដែរក្បាច់លម្អនៅផ្នែកខាងលើដំបូលរោងស្បូវគឺគេដាក់នៅចន្លោះរវាងថ្នាក់ដំបូលនីមួយៗដែលមានតួនាទីបិទបាំងគ្រឿងអង្គសំណង់មិនចន្លោះមិនល្អហើយក៏ជាគ្រឿងតុបតែងជួយលើកកម្ពស់ដល់សោភ័ណភាពអគារផងដែរចំពោះនាគដងក្តារគឺត្រូវបានដាក់នៅតាមដងក្តារនៃដំបូលចាប់ពីជ្រុងដំបូលឡើងទៅរកជ្វាមានតួនាទីលម្អនិងភ្ជាប់ភាពផ្សេងៗឲ្យមានភាពស៊ីចង្វាក់គ្នាជំនឿបុរាណចាត់ទុកថានាគគឺជានិមិត្តរូបនៃការការពារអំណាចនិងភាពរុងរឿងរីឯហោជាងវិញមានទីតាំងនៅផ្នែកត្រីកោណខាងមុខនិងខាងក្រោយស្ថិតនៅក្រោមជ្វាជាគ្រឿងលម្អមួយតែងតែមានវត្តមានជារឿយៗនៅលើសំណង់ប្រពៃណីខ្មែរចុងក្រោយគឺជាវាដែលស្ថិតនៅចុងដំបូលខាងមុខនិងខាងក្រោយជាធាតុដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់លើកកម្ពស់ដល់សំណង់ឲ្យមានភាពខ្ពង់ខ្ពស់និងបង្ហាញពីភាពសក្ការៈនៃទីតាំងវីដេអូឯកសាររបស់ពួកយើងក៏បានឈានមកដល់ទីបញ្ចប់ត្រឹមចំណុចនេះជាចុងក្រោយពួកយើងសូមថ្លែងអំណរគុណយ៉ាងក្រៃលែងជូនចំពោះប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាតាមដាននិងយកចិត្តទុកដាក់ស្ដាប់តាំងពីដើមរហូតដល់ចប់ទន្ទឹមនឹងនេះដែរពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកសាស្ត្រាចារ្យដែលបានខិតខំបង្ហាត់បង្រៀនដល់ដំបូន្មាននិងណែនាំនៅរាល់កំហុសខ្វះខាតនានាតាំងពីដើមរហូតដល់អាចសម្រេចបាននៅវីដេអូនេះឡើងជាទីបញ្ចប់ពួកយើងសូមជូនពរដល់លោកសាស្ត្រាចារ្យនិងប្រិយមិត្តទាំងអស់គ្នាសូមឲ្យជួបនៅពលពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឡើយសូមអរគុណនិងសូមជម្រាបលា